ស្រីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីពីលើមុនគឺជាវីដេអូមួយដែលទៅលេងភ្នំហ្វូជីហើយខ្ញុំក៏មកចាំនៅទីនេះដែរហើយទៅលេងភ្នំហ្វូជីនឹងខ្ញុំជិះឡានក្រុងប៉ុន្តែវីដេអូមួយនេះខ្ញុំទៅលេងអូសាកាដោយរដងខ្ញុំជិះឡានក្រុងដូចគ្នាដោយសារតែវាមានតម្លៃធូរថ្លៃជាងសុបាយនេះដែរបើសិនជាយើងជិះស៊ីនកាំងសិនឬក៏ជិះយន្តហោះអីវាអត់ថ្លៃតែបើសិនជាយើងជិះឡានក្រុងគឺវាអត់ធូរថ្លៃជាងពេលកណ្ដាលនៃតម្លៃស៊ីនកាំងសិនពីស៊ីនជាគឺទៅអូសាកាសម្បត្តិមកគឺតម្លៃ5000ទៀតហើយនៅ$25ជាងទ្រីបនេះមុននឹងទៅគឺយើងញ៉ាំកាហ្វេមួយសិនអញ្ចឹងដល់ពេលដែលចេញក្រៅគឺយើងจะได้ពីហើយពេលបើអត់បានប្រែតទេគឺអត់ញ៉ាំមកចូលតែកាហ្វេនៅនេះនឹងនៅគ្រប់ផ្នែកខ្ញុំអត់តម្លៃដូចផ្នែកចិត្តស្អីបែបទៅជារបស់ខ្លួនតែនេះជាមានរសជាតិរបស់ស្រុកគេគឺគ្រប់ខ្មែរយើងមានរសជាតិរបស់ស្រុកយើងចំណុចឡានក្រុងរបស់គេចំណុចឡានក្រុងរបស់គេគឺនៅខាងលើវាបងលើចំណុចរថភ្លើងលើសាទទៅគេធ្វើកុំឲ្យមនុស្សខ្ជិលចង់នៅមុននេះទៅចង់នៅចំណុចស្គនហើយឥឡូវចង់នៅចំណុចក្នុងក្តីយើងឈប់ញ៉ាំបីបត់នៅជួយនៅក្នុងក្តីសិនឥឡូវគឺនៅផ្សារក្នុងក្តីអ្នកនរគ្នាផ្សារក្នុងក្តីផ្លូវទៅអូសាកាកន្លែងគេដូចស្តៀងឃើញឥឡូវនៅខ្មែរពេលជិះឡានក្រុងម្ដងវាមានចំណតហើយវាជាលើកទី1ដែលខ្ញុំជិះទៅមានចំណតមានអីជិះឡានក្រុងកាលទៅគឺជាគឺអត់មានចំណតទេទៅដល់កន្លែងជិះទៅដល់ប៉ុន្តែនៅនេះទៅអូសាកាគឺឥឡូវតាំងពីសិនជាគឺមកគឺឈប់ពីចំណតហើយឥឡូវនៅស៊ីរ៉ូពីស្រុកជាគោកន្លែងស្រួលស្ទប់រួសំសោបាយព្រាបទឹកឆាបសេចក្ដីនំកងដៃទៀតចេញមកក្រៅវិញគឺឃើញទេសភាពនេះនឹកដល់គេនៅពេជ្រនិលនៅកន្លែងពេជ្រនិលគេមានចំណតលក់កន្លែងលក់អីវ៉ាន់មានកន្លែងមានកន្លែងលក់ផ្កាលក់អីហើយមានលក់ចាប់ពួយអីចឹងនេះជាលើកទី2ហើយដែលខ្ញុំជិះឡានក្រុងគេជិះឡានក្រុងនៅជប៉ុនហើយជិះលើកទី1គឺទៅណែហ្វូជីសាំងពីសិនជាគឺទៅហ្វូជីសាំងនេះគឺអត់មានចំណតទេពេលខ្ញុំថ្ងៃហ្នឹងគឺខ្ញុំជិះពីសិនជាគឺទៅអូសាកាគេមានចំណតចាំเป็นចំណតគេគឺចំណតស្តៀងនឹងស្គនស្តៀងនឹងនេះស្តៀងនឹងចំណតខ្ញុំយើងបើហើយត្រូវនឹងប្រៃឈើអញ្ចឹងទៀតគឺស្តៀងនៅខាងក្រោយប៉ុន្តែគេស្អាតជាងហើយស្អាតអីស្អាតត្រង់លក្ខណៈថាគេរៀបចំអត់សូវមានសម្រាមឬក៏អនាម័យអ៊ីខ្ពស់នៅក្នុងឡានក្រុងគេមានកន្លែងសាកមកទូសាំងប៉ុន្តែសម្រាប់តែ Type C ដល់ពេលយើងយកមកអត់មាន Type C ទេកាន់ចាអូមានចាផ្លេお待たせいたしました。1の36番でお待ちのお客様、カウンターまでお越しください。
ខ្ញុំឃើញអាសត្វនេះពេលណាគ្រឹះដែររូបគាត់អត់ដឹងសត្វអីទេតែឃើញខ្ជូតខ្ជូត Finally we got the point ឥឡូវនេះគឺមកដល់អូសាកាហើយសួស្តីអ្នកនរគ្នាឥឡូវគឺខ្ញុំបានមកដល់អូសាកាហើយនៅទីក្រុងអូសាកាហើយឥឡូវនេះគឺខ្ញុំនៅក្នុងកន្លែងនេះគេហៅ Pub Street អ្នកនរគ្នាកន្លែងផ្សាររាត្រីគេហើយម៉ោងស្មើនេះគឺអត់មានមនុស្សទេមនុស្សអត់ទាន់មកវាដូចនៅ Pub Street នៅសៀមរាបដែរពេលថ្ងៃអត់មានតែពេលយប់តែយប់អ្នកដឹងនេះណាទេនេះស្ថានភាពក៏បាត់កក់អីស្អីក៏បាត់កក់ដែរគឺមកចេញពីព្រឹកចេញពីសិនជីគឺពីព្រឹកគឺជាឡានក្រុងមកគឺចំណាយពេលចេញម៉ោង9និយាយម៉ោង9ចុះម៉ោង3:50នាទីចុះម៉ោង9ដល់នេះម៉ោង5វ៉ាចិត្តមួយថ្ងៃពេញស៊ុយឆូHasi Suisho Bashi Orang tu tengok nakនៅអូសាការីជានេះកន្លែងនេះធំស្អាតមែនទែនផ្លូវទៅរបស់គេហើយណាមួយ clean ទៀតសៀមរាបយើងស្អាតបើសិនតែចេះរៀបចំគឺភ្ញៀវទេសចរអាចជិះលេងតាមរស្ទើរទៀតគឺ the best ហ្មងនៅហ្នឹងតែត្រូវចំណាយពេលខែលម្អច្រើនទៀតនេះគឺមានទូពីជួនលេងហ្នឹងដូចក្បូនចងក្តងពីក្រោម4អញ្ចឹងហើយគេនឹងពេលជិះទៅមានលក្ខណៈថាសុបាយតែខ្មែរយើងមានទូកស្អាតហើយលក្ខណៈ professional លក្ខណៈជាហៅថាជារបស់ខ្លួនណាបើសិនតែដាក់នៅសៀមរាបគឺ the best លយសំណង់ស្ថាបត្យកម្មវាល្អមើលហើយគួរឲ្យចង់ឆ្លងចង់ដើរស្អាតវាមិនក្បាច់រវល់ច្រើនប៉ុន្តែមើលទៅសាមញ្ញតែលេចធ្លោពេលខ្លះយើងត្រូវការក្បាច់បូចច្រើននិយាយត្រង់ទៅទីបំផុតដើរមកដល់គោលដៅដែលយើងចង់មកមើលចង់មកឃើញហើយតែរៀងហត់តិចដោយសារតែយើងអត់បានធ្វើដំណើរគេហៅថា transportation គេដោយសារយើងដើរលេងលក្ខណៈលុយខើចថា low budget ខ្សត់ថវិកាអញ្ចឹងយើងចេញទៅពីស្ថានីយ៍រថភ្លើងមកគឺដើរមករហូតធ្វើម៉េចទេយើងអត់លុយយើងដើរតាមទឹកលុយយើងគត់កងអ្វីដែលចាំបាច់ចឹងតើមើលប្រាសាទនេះដល់គ្នាមួយខ្ញុំដែរវាច្រកចូលគេតែកន្លែងនេះកន្លែងសាធារណៈទៅស្តៀងនឹងតូក្យូដែរជាបរទេសច្រើនហ่ะហត់នៅខ្មែរយើងមានអស្ចារ្យតែនេះគេយកមករៀបអត់មានក្បាច់រចនាទេខ្មែរយើងមានក្បាច់រចនាលយខ្លាំងទេតែវាអស្ចារ្យណាស់តោះនេះអ្វីដែលគេធ្វើមិនបានជប៉ុនធ្វើបានអ្វីដែលយើងធ្វើបានជប៉ុនធ្វើមិនបាននេះវាលក្ខណៈគេមានចំណុចល្អរៀងៗខ្លួនមានចំណុច special មានចំណុចសំខាន់មានអត្តសញ្ញាណរៀងខ្លួនខ្មែរយើងមានក្បាច់រចនាល្អផ្សេង
គេមានកន្លែងចំណុចល្អផ្សេងឈយអនាគតថានេះលោកពុកក្មេងនឹងកូនកំមុំក៏ដើរលេងនៅដើរលេងលក្ខណៈគិតនេះខ្លោចទ្វារគេទេស្អាតណាស់ដល់នេះនេះជាគោលបំណងនៃខ្ញុំមកជប៉ុនណាខ្ញុំចង់ឃើញតែរបស់អញ្ចឹងទេសេស្វែងខ្ញុំចង់ឃើញទេហត់ឥឡូវឡើងមកដល់ចេញត្រូវតែតមើភ្លាមព្រោះអត់មានពេលពេលសម្រាប់យើងនៅមានកន្លែងច្រើនទៀតយើងត្រូវទៅចេះត្រូវតែមកហើយមិនអើយើងបានឃើញតើភ្នែកមកក្រោយហត់ពេកចឹងគួយសារ៉ាសិនដើមនេះ7គីឡូហើយដើម1ម៉ោងជាងពីស្ថានីយ៍រថភ្លើងមកកន្លែងនេះចឹងដើរ1ម៉ោងជាងចេញពីម៉ោង6នេះនៅម៉ោងស្របគឺ1ម៉ោងជាងឆ្ងាយគ្រាន់ដែរតែមិនបើយើងអត់មានលុយយើងសំចៃខ្លាំងមែនទែនដើម្បីឲ្យបានដើរច្រើនកន្លែងគោលដៅដែលសំខាន់បំផុតសម្រាប់ខ្ញុំដើរលេងហ្នឹងទី1បានឃើញកន្លែងដែលល្បីតែយើងធ្លាប់តែឮតាមអ៊ីនធឺណិតក៏ដូចជាតាមគេនិយាយអញ្ចឹងណាទី2ចំណាយឲ្យបានតិចបំផុតតាមតែអាចធ្វើទៅបានកន្លែងណាដែលចិត្តខ្លាំងពីយើងដើរទៅហើយកន្លែងណាដែលឆ្ងាយយើងដើរខ្លះជិះខ្លះទៅមិនបើយើងកើតមកអត់មានលុយច្រើនសម្រាប់ដើរលេងទេបន្ទាប់ពីធ្វើការហើយគឺយើងត្រូវតែចំណាយពេលខ្លះសម្រាប់ជីវិតក្នុងការមើលនៅអ្វីដែលយើងចង់មើលហើយទៅកន្លែងណាដែលយើងចង់ទៅឥឡូវនេះគឺខ្ញុំបានសម្រេចក្តីប្រាថ្នាខ្លួនឯងហើយគឺខ្ញុំបានមកដល់នៅអូសាកាប្រាសាទអូសាកាចឹងនៅមានកន្លែងផ្សេងៗទៀតដែលខ្ញុំមិនទាន់បានសម្រេចក្តីសម័យចឹងចាំបន្តមើលវីដេអូខ្ញុំតទៀតហើយខ្ញុំទៅណាខ្លះ Let's go កន្លែងនេះស្ងាត់ល្អមែនហើយផ្សារគេឥឡូវយើងទៅរកផ្ទះជួលសិនកន្លែងគេងកន្លែងស្នាក់នៅសិនខ្ញុំឃើញមកកន្លែងនៅកន្លែងហ្នឹងប៉ុន្តែឥឡូវខ្ញុំអត់មានកាតវីសាកាតអីទៅខ្ញុំអត់អាច booking តាមអ៊ីមែលឬក៏តាមនេះបានអញ្ចឹងមានតែទៅផ្ទាល់សិនថាយើងអាចបានឲ្យពួកនៅក្នុងអ៊ីនធឺណិតវាប្រាប់ថានៅសល់ពីបន្ទប់ទៀតសង្ឃឹមថាបានចុះព្រោះតម្លៃទូថ្លៃដែរដូចជា$16 $17ស្មើនឹង2000យើងអញ្ចឹងជិះទៅមើលដល់គ្នាតែកន្លែងនេះដូចស្អាតដែរណាឬក៏ពេលមានតែពេលថ្ងៃ Finally I got the room to stay for tonight ដល់អស់កន្លងខាងមែនតើឥឡូវខ្ញុំត្រូវរៀបចំខ្លួននេះតម្លៃ$2500យេនវាស្មើនឹង$16ក្នុងមួយយប់អញ្ចឹងយើងគ្រាន់តែស្នាក់នៅទេយើងអត់ត្រូវការspecial ទេអត់ត្រូវលក្ខណៈដូចចាត់ដៃទៅជាងចាត់ដៃទៀតអូខេអត់តិចទៀតខ្ញុំនឹង show អ្នកនរគ្នានេះបន្ទប់គេសម្រាប់គេងហើយនេះគេងប៉ិនចាត់ដៃទៅជាងចាត់ដៃទៀតមកដាក់បញ្ជូបានមួយឥឡូវខ្ញុំត្រូវញ៉ាំអីខាងក្រៅសិនហើយខ្ញុំនឹងបង្ហាញអ្នកនរគ្នាតែគេមានអីខ្លះនៅខាងក្រៅតោះឥឡូវគឺ
មួយទឹកមួយអីរួចហើយមិនញ៉ាត់ឈឹងចឹងមួយទឹកហើយយើងត្រូវឲ្យញ៉ាំសិនព្រោះយើងត្រូវការញ៉ាំអាហារដែលជាតំបន់ហើយមិននៅតែស្កាត់ឈឹងចឹងឬក៏គេលក់តែថ្ងៃទេឥឡូវនេះកំពុងតែរយញ៉ាំតែមានអារម្មណ៍ថាហាងពេលច្រើនគឺបិទលឿនអត់ដឹងមិនដែរសតហាងជប៉ុនអីហាងចិនហាងកូរ៉េដូចជាបិទអស់ហើយចឹងញ៉ាំអាហារអីគេហូបប្រចាំតំបន់ញ៉ាំមកស្គាល់ឡើយនេះតែយើងត្រូវមើលនេះសិនតែមានអារម្មណ៍ថានៅកន្លែងនេះស្ងប់ស្ងាត់ល្អនៅកន្លែងផ្សារថ្ងៃនេះធ្វើស្ថិយមកញ៉ាំហូបម្ដងអស់75,000 yen 5,000ទាំងភេសជ្ជៈទាំងអីហើយដោយសារតែកន្លែងនេះគេប្រើសម្រាប់ម្ហូប2នាក់ចឹងយើងមានតែយកនឹងទៅចង់សាលបង5,000 យើងសម្រាប់មនុស្ស2នាក់ប៉ុន្តែយើងមានតែម្នាក់ឯងយើងប្រឹងញ៉ាំមកអស់ថ្ងៃនេះសិទ្ធិពេញទៅហ្មងTurn the key, feel the engine hum. ជាបរិញ្ញាញ៉ាំហើយយើងញ៉ាំខ្សែ Fixed plan just to line where the road says you'll be fine. Dusty towns and neon nights, mountains rising right inside. Windows down, the wind will guide 1,000 stories on this ride. No borders in my mind tonight. Just headlights cutting through the sky. We're chasing horizons mile by mile. Every detour's a brand new smile. From desert heat to ocean blue, the world unfolds in every minute. Can hold where we belong. Just wheels that roll and a restless song across the earth. Wild and free, the road is home. Feeling me. City echoes for the streets. Different language, same heartbeat. Gas station talks at 2 a.m. Strangers turn to lifelong friends. Rain will fall, tides will slide, but every storm just fuels the drive. Sunrise paints a golden way. Another country, another day. No finish line, no need to race. Just freedom and the space we chase. We're chasing horizons mile by mile. Every detour's a brand new smile. From desert heat to ocean blue, the world unfolds in every view. No map can hold where we belong. Just wheels that roll and a restless song. អូខេបន្ទាប់ពីឆ្លៃខ្លួនចេះសទ្ធិមកឥឡូវធ្លាក់លើក្រវិញមានអារម្មណ៍ស្ដាយលុយឆ្លៃបន្តិចប៉ុន្តែអត់អីតែរសជាតិគឺវាដូចប្រសាច់អាចធម្មតាឡើងនៅមានឈ្មោះថាហូបកូរ៉េប៉ុន្តែវាត្រូវនឹងតម្លៃនៅតំបន់នេះព្រោះវាជាតំបន់ទេសចរណ៍មួយសាច់រាំងច្រើនសាច់ច្រើនប៉ុន្តែបន្លែរាំងសោបន្តិចតែយ៉ាងណាយើងក៏ត្រូវតែឲ្យស្គាល់រសជាតិមកលើក្រោយពីបោកបាក់វិញម្ហូបកូរ៉េហ្នឹងបើមិនទេជនជាតិកូរ៉េគេឆ្ងាញ់យើងមិនមែនជនជាតិកូរ៉េឆ្ងាញ់មកឆ្ងាញ់ប៉ុន្តែវាមិនមែនជារសជាតិរបស់ខ្មែរថ្ងៃនេះជារថភ្លើងខុសព្រោះអាផ្លូវរថភ្លើងរត់ឃើញតាមហ្នឹងគឺគាត់យើងបានមកដល់កន្លែងនេះហើយគឺជាកន្លែងដែលល្បីជាងគេនៅអូសាកាហើយតែឃើញរូបហ្នឹងនឹងគេដឹងថានៅអូសាកាចឹងខាងណារួចមកគឺគេដាក់មកជាមួយខ្ញុំតគ្នានេះហើយអូសាកាហ្នឹងហើយ
នេះក្តាមនេះហើយពេលខ្លះគួរឲ្យអស់សំណើចដែរការរូបមកផ្ទាំងហ្នឹងក៏អាចទាញភ្ញៀវទេសចរមកចូលកន្លែងហ្នឹងបានការរូប 3D មកផ្ទាំងទៅសាហើមែនបាទគួរឆ្ងល់ដែរហ្នឹងគួរកាន់តែរូប 3D មួយអាចទាក់ទាញភ្ញៀវទេសចរតែគាត់ជាអាចជាបុគ្គលល្បីព្រោះខ្ញុំអត់សូវដឹងប្រវត្តិរបស់គាត់ដែរចឹងអាចនឹងចាំមើលខ្ញុំស្រាវជ្រាវមកទៀតថាហេតុអីបានជារូបនឹងល្បីនេះរូបដែលល្បីនៅអូសាកាកាន់តែរូបប៉ុណ្ណឹងគេអាចថតយកភ្ញៀវទេសចរបានរាប់លានទស្សនារៀងរាល់ឆ្នាំពិតជាបកកែមែនទីផ្សារខ្លាំងហើយអត់ឆក់ប្រមូលភ្ញៀវទេសចរមកលេងទៀតចិត្តកន្លះម៉ោងដែរsao đang nghĩ phơi chùa đang một sợi nhầm tập bên mà nhầm hộp Korea rồi thấy tại vì trong sao bò hộp chạm tại vì mình bỏ được một cái gì takoyaki sao mà chơi nhỉ đau hơi bye bye video này tập này hay bây giờ mình đi pin sẽ dùng pin cho nên tuổi cả chọc tiền với